ឲ្យតែថ្ងៃណាទៅកំពង់ចាមហ្នឹងមកវិញដឹងតែវិចបន្លែធម្មជាតិមកមួយស្បោងម្សិលមិញខ្ញុំទៅកំពង់ចាមទៅញ៉ាំបាយជុំមួយម៉ាក់មកពេលឲ្យតែថ្ងៃណារៀងនឹកម៉ែអញ្ចឹងទៅជិះពីម្ពិញទៅកំពង់ចាមទៅញ៉ាំបាយមួយម៉ែមកពេលហើយក៏ត្រឡប់មកម្ពិញវិញឲ្យតែមកម្ពិញវិញហ្នឹងដឹងតែបានបន្លែធម្មជាតិមួយស្បោងមកហើយបន្លែដែលម៉ាក់រៀបចំឲ្យហ្នឹងវាត្រូវជាមួយស្លកកូរមកដល់ផ្ទះវិញព្រលឹមឡើងហ្នឹងនឹកឃើញរឿងស្លកកូរមួយឆ្នាំងទិញឆ្អឹងជនីជ្រូក10000របៀបស្លហ្នឹងអត់ពិបាកទេរំលីងប្រហុករំលីងគ្រឿងឲ្យតែឈ្ងុយល្អចឹងទៅហើយយើងចាប់ផ្ដើមដាក់ឆ្អឹងជនីជ្រូកដាក់គ្រឿងតាមចំណង់ចំណូលចិត្តអីដែលបងប្អូនរបស់យើងគាត់ចង់ចឹងទៅហើយសម្រាប់ស្លកកូរខ្ញុំចូលចិត្តជាងគេគឺអង្គលីងដាក់រៀងច្រើនបន្តិចឲ្យសម្លកកូរហ្នឹងរៀងខាប់ទឹកអាហ្នឹងចូលចិត្តហើយអង្គលីងខ្ញុំដាក់លង្កាចានអញ្ចឹងបងប្អូនឲ្យឈ្ងុយល្អណាស់ឈ្ងុយយកតែមែនតែនហើយបន្លែធម្មជាតិនិងបន្លែទិញពីផ្សារមកវាខុសគ្នាឲ្យតែយើងបានបន្លែធម្មជាតិអញ្ចេះវិញណាបងប្អូននិយាយពីសម្លហ្នឹងមិនដឹងជាតិចៅវានឹងមកពីណាទេនិយាយពីឆ្ងាញ់អស់តោះសម្លកកូរលើកនេះលើកទី1ដែលខ្ញុំធ្វើបង្ហាញដោយសារតែសាមុនហ្នឹងខ្ញុំធ្វើសម្លកកូរតាពាំងហើយថ្ងៃនេះសម្លកកូរពេញលក្ខណៈប៉ុន្តែខ្ញុំអត់ដាក់ត្រីទេខ្ញុំប្រើឆ្អឹងជនីសុទ្ធតែម្ដងអ្នកទាំងអស់គ្នាចូលចិត្តបែបម៉េចខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តដាក់ប្រហុកឲ្យរៀងដិតចាស់បន្តិចបានឆ្ងាញ់អង្គលីងក៏ដូចគ្នាដែរចូលចិត្តដាក់រៀងច្រើនបន្តិចឲ្យទឹកសឡនឹងឡើងខាប់អានឹងបានចូលចិត្តហើយបើសឡកកូររបស់ខ្ញុំវិញខ្ញុំចូលចិត្តជាងគេឆ្អឹងជនីហើយសាច់ជ្រូក3ជាន់ខ្ញុំអត់ចូលចិត្តញ៉ាំមួយត្រីទេព្រោះដល់ពេលមកងាស់យូរទៅវាអត់លួយសាច់ត្រីបែកឆ្អឹងពេញហ្នឹងពិបាកញ៉ាំយកស្លាប់ព្រាមមកចុចមួយល្ពៅនេះទៅឃើញថាល្ពៅផុយល្អសម្លរបស់យើងឆ្អិនហើយអញ្ចឹងចាប់ផ្ដើមដាក់បន្លែចូលជាការហើយស្រេចចុងក្រោយសាច់ជាការហើយស្រេចមើលបាច់ចាំកាត់អាជាការហើយស្រេចហ្នឹងដាក់ទៅហ្មងចុងក្រោយយើងដាក់បន្លែបញ្ចប់តែម្ដងបន្លែល្អណាស់បងប្អូនអើយក៏ទៅអាបន្លែបេះខ្លួនឯងដាំខ្លួនឯងនៅក្រោយផ្ទះហ្នឹងមែនម៉ាក់ខ្ញុំគាត់ដឹងថាខ្ញុំទៅគាត់បេះត្រៀមទុកហ្មងខ្ញុំអត់បានដើរបេះខ្លួនឯងទេលើកហ្នឹងគ្រាន់តែញ៉ាំអីជុំគ្នាហើយបើគូតឡានគាត់ថាដាក់បន្លែដាក់ស្អំដាក់អីចូលដាក់លឹកងប់ដាក់អីចូលក្នុងគូតឡានយកទៅស្លនៅម្ពិញទៅនៅបន្លែធម្មជាតិមានម្ទេសមានអីអញ្ចេះហើយយើងឯនេះនៅម្ពិញយូរទៅរៀងខានអាបន្លែធម្មជាតិហ្នឹងដូចខ្ញុំសូវបានមកទេបានប៉ុណ្ណេះបានដៃមករាទៀតតែហ្មងបងប្អូនកៅបកពុកមាត់បងមករាមួយឈុត$25ទេមានឆ្នាំងរំលាយកៅមួយកៅ400ក្រាមហើយស្លាបព្រាបៀកមនុស្សស្រីសួរថាតើខ្ញុំអាចប្រើបានអត់បងក្រៅពីពុកមាត់មនុស្សស្រីក៏អាចប្រើបានដែរមនុស្សស្រីខ្លះកៅរំក្លៀកប៊ីកានីរបស់គាត់ក៏កៅដែរអញ្ចឹងពេលដោះមកដូចសរសៃពុកមាត់អញ្ចឹងអាចយកកៅបកពុកមាត់បងមករាយកទៅប្រើបានទិញតែមួយឈុត25ប្រើបានរាប់ខែសឡកកូរកុំចោលអាគ្រឿងត្រាំតសក់ត្រាំឆៃពៅអីនេះកុំឲ្យសោះជាតិសាហាវតែខ្ញុំអត់ញ៉ាំបាយទេបើបងប្អូនញ៉ាំបាយអាចញ៉ាំម្ទេសមួយទឹកត្រីញ៉ាំបន្ថែមទៀតបានកៅបកពុកមាត់បងមករាបើបងប្អូនទិញយើងផ្ញើ25ខេត្តក្រុងក្នុងពេញក៏យើងដឹកជូនដែរបងប្អូនអាចទូទាត់លុយក្រោយនៅពេលដែលទទួលបានអីវ៉ាន់សម្រាប់នៅពេញតាមខេត្តទូទាត់លុយហើយយើងដាក់អីវ៉ាន់ជូនណាបើបងប្អូនចង់មកបកដល់ទីតាំងតម្លៃធូរបំផុតពុកមាត់ក្រាស់ខ្លាំងតសៃសមុំប៉ុណ្ណាតសៃធំប៉ុណ្ណាមនុស្សប្រុសអាចមកបកបានតម្លៃតែ$3ទេខ្ពស់បំផុតបើពុកមាត់បងប្អូនស្ដើងឲ្យតិចទៅក៏យើងយកតម្លៃតិចតាមនឹងចូលក្នុង Google Map ហើយ search អក្សរខ្មែរថាហាងបកពុកមាត់បងមករាលេខ Telegram លើ profile ស្រាប់អាចកំងក៏បានអាចសួរព័ត៌មានក៏បានអរគុណ